business ណាក៏ដោយទន្ទឹងនឹងមានភាពជោគជ័យកើតឡើងរឿងថ្មីថ្មីបញ្ហាថ្មីថ្មីក៏ចូលមកដល់ចាសសួស្តីបងប្អូនថ្ងៃហ្នឹងwelcome back to my days 5ចាថ្ងៃនេះគឺខ្ញុំនិយាយអំពីបញ្ហាដែលកើតឡើងដែលត្រូវប្រឈមចាអញ្ចឹងខ្ញុំចង់និយាយថាតើតើនឹង business ក៏ដោយអាជីវកម្មតូចធំក៏ដោយសុទ្ធតែមាននៅពេលដែលមានជោគជ័យមានភាពជោគជ័យកើតឡើងហើយនឹងមានរឿងថ្មីនឹងមានបញ្ហាថ្មីកើតឡើងដូចគ្នាក្នុង business ណាក៏មានដែរគ្រាន់តែរូបភាពផ្សេងគ្នាប៉ុន្តែតម្រង់តែមួយចាអញ្ចឹងវគ្គបកមក business ខ្ញុំចា business ខ្ញុំគឺជា business តូចប៉ុន្តែដល់ពេលដែលចាប់ដើមជោគជ័យហើយក៏ជួបរឿងបញ្ហាប្រឈមនេះអញ្ចឹងដល់ពេលដែលខ្ញុំចាប់ដើមបង្កើនការលក់ចាការលក់របស់ខ្ញុំកើនឡើងមានភ្ញៀវអ្នកតិចជនច្រើនហើយខ្ញុំទៅទិញឃ្លាំងគឺគេលេងលក់ឲ្យកាលមុនខ្ញុំទិញដង200អាវ300អាវឬ500អាវអញ្ចឹងប៉ុន្តែឥឡូវគេលេងលក់ឲ្យពេលខ្ញុំលក់កើនឡើងហើយខ្ញុំមានភ្ញៀវច្រើនខ្ញុំទិញដង200អាវគេលេងលក់ឲ្យគេខ្ញុំកាត់ម្ដងនិយាយមកថាម៉ូតហ្នឹងមានប្រហែល1000អាវគឺយើងត្រូវយកមកទាំងអស់ម៉ូតខ្លះមាន5000អាវឬ7000អាវត្រូវយកទាំងអស់គឺគេលេងលក់រៀងអញ្ចឹងខ្ញុំក៏ចាប់ដើមកាត់ទាំងអស់មកចាអញ្ចឹងយើងយកលុយធំទៅទិញមកម្ដង5000អាវ7000អាវអញ្ចឹងហើយពេលយកមកដល់ចាវាដូចអ្វីដែលយើងប្រាថ្នាដូចជាការចាប់ឆ្នោតអញ្ចឹងវាចៃដន្យ5-6000អាវគឺមានម៉ូតមានសាយដែលល្អល្អយើងលក់ដាច់ទៅចំណេញតែពេលខ្លះដល់ពេលយើងកាត់មកអញ្ចឹងគឺមានសាយទូសាយខែសាយសូនខែហ្នឹងយកមកលក់អីកើតចាគឺយកមកសល់ហើយសល់គឺសាយទូចាសល់ច្រើនមែនទែនហើយម៉ូតខ្លះគឺលក់អត់ចេញទេលក់អត់ម៉ូតគឺម៉ូតស្អាតម៉ូតស្អាតលក់អត់ចេញទេអញ្ចឹងគេថាយកមក5-6000អាវហ្នឹងយើងលក់អង្គទៅលក់បានតែម៉ូតស្អាតលក់បានតែសាយធំទេអញ្ចឹងសាយទូសាយដែលអត់ស្អាតគឺអត់លក់អត់ចេញទេអញ្ចឹងទោះបីតែយើងបោះដុំដល់គឺអ្នកបោះដុំអញ្ចឹងទិញយើងទៅលក់តគេរើសថាគេយកម៉ូតស្អាតឡាយស្អាតហើយទំហំដែលត្រូវលក់បានចាទូគឺយើងនៅកប់អញ្ចឹងគេថាយើងលុយយើងកប់ចោលអីវ៉ាន់កប់ចោលលើខ្លះនិយាយរួមពេលខ្លះអីវ៉ាន់ខ្លះយើងទៅទិញម្ដងមកគឺលក់អត់រួចខ្លួនផងគឺសល់អីវ៉ាន់មានប្រឡាក់មានដាច់អ្នកសាយទូមានម៉ូតអត់ទាន់សម័យម៉ូតលក់ស្អាតគឺនៅហ្នឹងហើយមួយទៀតបញ្ហាមួយទៀតអ្នកលក់ក៏ចាប់ដើមលក់ច្រើនអ្នកលក់ក្រោយគាត់ចាប់ដើមចេញលក់ច្រើនអ្នកលក់ក្រោយចេញលក់ច្រើនហើយគាត់លក់ក្នុងតម្លៃដែលថោកខ្លាំងចាលក់យរួមប្រកួតប្រជែងជាមួយតម្លៃអញ្ចឹងគាត់អីវ៉ាន់ដូចគ្នាប៉ុន្តែគាត់លក់ធ្វើម៉េចយើងអត់បន្ទោសគាត់លក់ថោកជាងយើងទៅព្រោះដោយសារគាត់លក់ថ្មីគាត់ត្រូវលក់ថោកជាងអញ្ចឹងដើម្បីឲ្យមានគេទិញហើយសម្រាប់ខ្ញុំអត់ compare ជាមួយតម្លៃទេអញ្ចឹងពេលដែលគាត់លក់អីវ៉ាន់ដូចគ្នាប៉ុន្តែតម្លៃផ្សេងគ្នាប្រកាសជាភ្ញៀវគាត់ទៅទិញតម្លៃថោកក៏ត្រូវអត់ចាអញ្ចឹងខ្ញុំក៏ចាប់ដើមរកវិធីថ្មីឯងគឺខ្ញុំអត់លក់អីវ៉ាន់ដូចគ្នាអញ្ចឹងខ្ញុំចាប់ដើមរកអីវ៉ាន់ដែលប្លែកពីគាត់ហើយខ្ញុំអត់ប្រកួតជាមួយតម្លៃប៉ុន្តែខ្ញុំប្រកួតជាមួយនឹងគុណតម្លៃអីវ៉ាន់និងគុណតម្លៃអ្នកលក់ចាអញ្ចឹងខ្ញុំជឿថាគុណតម្លៃរបស់អ្នកលក់ចាហើយខ្ញុំជឿថាថ្ងៃហ្នឹងខ្ញុំនិយាយតាក់ទងនឹងបញ្ហាហ្នឹងអ្វីដែលតាក់ទងអាជីវកម្មមានបញ្ហាច្រើនទៀតក្រៅពីហ្នឹងទី1គឺទិញអីវ៉ាន់ចាប់ដើមទិញអីវ៉ាន់ច្រើនកប់លុយទី2ប្រកបជាមួយអ្នកលក់ដូចគ្នាចាហើយទី3ព្រោះបញ្ហាជាមួយអ្នកដឹកចឹងទៅអ្នកដឹកជួនកាលអ្នកដឹកខ្ញុំមិននិយាយថាអ្នកដឹកទាំងអស់អត់ល្អហើយភ្ញៀវទាំងអស់ល្អទាំងអស់ដែរមានអ្នកដឹកខ្លះក៏ល្អមានភ្ញៀវខ្លះក៏ល្អនិយាយរួមភ្ញៀវដែលមកទិញខ្ញុំគឺភាគច្រើនគឺល្អ99%ដែលភ្ញៀវល្អពេលថាអ្នកដឹកគាត់ទៅយកបានយើងដឹកចឹងទៅគាត់ដឹកបានយឺតចឹងទៅហើយពេលដឹកហ្នឹងជួនកាលគាត់ដឹកគាត់ហត់គាត់មួមកគាត់ស្ដីឲ្យភ្ញៀវក៏មានដែរអញ្ចឹងពេលគាត់និយាយពួកភ្ញៀវអត់ព្រោះអត់ល្អគេមិនជេរទៅអ្នកដឹកទេគាត់គេឆាបមកខាងពេកថាបងអញមើលអ្នកដឹកបងអញសម្ដីដល់កសម្ដីអត់ល្អអីចឹងធ្វើឲ្យភ្ញៀវខាងពេកយើងដែរជួនកាលអ្នកដឹកអត់ទាន់ចិត្តគាត់ក៏គាត់ជប់យកបានយើងដែរកន្លែងហ្នឹងអញ្ចឹងបញ្ហាដែលខ្ញុំប្រឈមគឺមាន3ប្រភេទហ្នឹងបងអញ្ចឹងខ្ញុំជឿថាវីដេអូនេះអាចជាប្រយោជន៍សម្រាប់បងដែលចាប់ផ្ដើមអាជីវកម្មថ្មីខ្ញុំជឿថាដល់ពេលដែលយើងជួបបញ្ហាហ្នឹងយើងរៀនដោះស្រាយចាហើយការដោះស្រាយវាងាយស្រួលទេបងចាអញ្ចឹងខ្ញុំចាប់ផ្ដើមរកអីវ៉ាន់ថ្មីចាប់ព្យាយាមរកអីវ៉ាន់ណាដែលអត់សូវមានផេកផ្សេងលក់អញ្ចឹងខ្ញុំចាប់ផ្ដើមរកអីវ៉ាន់រកឃ្លាំងណាដែលខ្ញុំទៅទិញគឺអត់មានអីវ៉ាន់ផេកផ្សេងមានលក់ឯងហើយទី2គឺខ្ញុំចាប់ផ្ដើមរកក្រុមហ៊ុនដឹកជញ្ជូនណាដែលល្អដឹកលឿនតាមដឹកលឿនមានសេវា express អញ្ចឹងទៅមានបើបកគាត់ធម្មតាសេវាធម្មតាតម្លៃផ្សេងសេវាលឿនមានតម្លៃផ្សេងហើយទី2ខ្ញុំចាប់ផ្ដើមការយុទ្ធសាស្ត្រមួយគឺខ្ញុំអត់ប្រកួតជ័យជាមួយតម្លៃភ្ញៀវមានថាអីវ៉ាន់ខុសគ្នាតម្លៃផ្សេងនេះគឺអត់អាចប្រកួតជ័យបាននៅកន្លែងហ្នឹងចាអញ្ចឹងវីដេអូថ្ងៃនេះគឺមានតែប៉ុណ្្នឹងហើយអញ្ចឹងសម្រាប់មួយដែលតាមដានវីដេអូខ្ញុំកុំភ្លេចតាមដាននៅថ្ងៃក្រោយទៀតចាអរគុណបាយបាយជួបគ្នាវីដេអូក្រោយ